បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែកម្លែកអ្នកទាំងអស់គ្នាទាក់ទងនឹងកម្មវិធី Revit ណាជាពិសេសជូនទៅអ្នកដែលគាត់ចង់ចាប់ផ្ដើមរៀនកម្មវិធី Revit និងអ្នកដែលទើបនឹងចាប់ផ្ដើមថ្មីហ្នឹងហើយបងប្អូនចង់ចេះកម្មវិធី Revit យើងផ្ដោតទៅលើកម្មវិធី Revit នឹងឲ្យច្បាស់សិនណារឿង add in រឿងអីផ្សេងៗអាហ្នឹងយើងចាំបន្ថែមវាតាមក្រោយអាហ្នឹងគ្រាន់ជារបស់ជំនួយទេវាជារបស់ដែលបំពាក់បន្ថែមពីលើកម្មវិធី Revit ណាបើយើងចេះកម្មវិធី Revit ច្បាស់ហើយយើងស្រួលប្រើវាបើយើងប្រើទាំងយើងមិនទាន់ចេះច្បាស់វាធ្វើឲ្យយើងយឺតវិញទេហើយ Revit ជាកម្មវិធីមួយដែលយើងអាចគូប្លង់ structure architect និង MEP បានលឿនរហ័សជាង AutoCAD អញ្ចឹងណាហ្នឹងហើយ BIM ពាក្យ BIM គឺ Building Information Modeling អញ្ចឹងវាគ្រាន់តែជា system មួយដែលយើងអាចបោះទិន្នន័យឲ្យគ្នាទៅវិញទៅមករវាង MEP structure architect ហ្នឹងណាអាចឆែក classing អាចធ្វើ coordination ជាមួយគ្នាហ្នឹងហើយអាហ្នឹង BIM ប៉ុន្តែយើងប្រើប្រាស់កម្មវិធី Revit ហ្នឹងហើយដើម្បីឲ្យមានភាពងាយស្រួលក្នុងការរៀនដើម្បីកុំឲ្យខាតពេលខ្ញុំសូមចែកជូនអ្នកទាំងអស់គ្នានៅចំណុចដំបូងដែលយើងត្រូវដឹងគឺមកផ្ទៃ Windows មកផ្ទៃអេក្រង់កុំព្យូទ័រទាំងអស់ហ្នឹងពេលយើងបើកកម្មវិធី Revit មកគាត់จะមានទាំងអស់ហ្នឹងហើយទាំងអស់ហ្នឹងអ្នកទាំងអស់គ្នាត្រូវស្គាល់ដើម្បីងាយស្រួលក្នុងការប្រើប្រាស់ទាំងអស់ហ្នឹងខ្ញុំចែកចេញជា10ចំណុចណាដោយទី1ខ្ញុំដាក់ឈ្មោះថា Quick Access Toolbar ខ្ញុំគូឲ្យបងប្អូនមើលខ្ញុំសូមយកពណ៌នេះមក Quick Access Toolbar នៅត្រង់ណានេះនៅត្រង់លើនេះបងប្អូនឃើញនេះហើយខ្ញុំសូមនិយាយថាគោលវាណា10ចំណុចតែឥឡូវខ្ញុំអត់ទាន់សម្រាយរៀបរាប់ថាអានឹងមានអីខ្លះទេយើងនឹងជួបគ្នានៅវីដេអូបន្តទៀតអញ្ចឹងនេះខ្ញុំដាក់លេខ1លេខ1ហ្នឹងគឺ Quick Access Toolbar បងប្អូនត្រូវចំណាំត្រូវស្គាល់ចុចដល់មួយទៀតលេខ2ទី2យើងឲ្យឈ្មោះថា Starter Bar គឺនៅក្រោមនេះខ្ញុំគូនេះអាហ្នឹងគឺលេខ2នេះឧទាហរណ៍ថាយើងចង់គូធ្នឹមហើយគូយើងចូល structure យក beam អញ្ចឹងណាទៀតអាហ្នឹងគឺវាបង្ហាញនៅ Starter Bar ហ្នឹងចូលដល់ចំណុចទី3គឺអ្វីចំណុចទី3គឺ file នៅកន្លែងនេះខ្ញុំសូមដូរពណ៌នេះចុះនេះ file បងប្អូនឃើញមកខ្ញុំដាក់វាលេខ3ឲ្យបងប្អូនស្រួលមើលហ្នឹងហើយចំណុច3ហ្នឹងក្នុងហ្នឹងជា file ហើយក្នុង file ហ្នឹងមានអីខ្លះទៀតវាមានច្រើនចំណុចទៀតខ្ញុំសូមនិយាយតែគោលសិនទៅជុំមកដល់ចំណុចទី4ដែលអ្នកទាំងអស់គ្នាត្រូវដឹងនោះគឺ ribbon ហ្នឹងនៅត្រង់ណា ribbon ហ្នឹងខ្ញុំសូមដូរពណ៌ដាក់ពណ៌នេះដល់នេះបងប្អូនទាំងអស់នេះវាដោយ file នេះទាំងអស់ហ្នឹងគឺលេខ4យើងហៅថា ribbon ណានេះហើយក្នុង ribbon វាមាន panel វាមានអីនៅក្នុងហ្នឹងតទៀតតែយើងត្រូវស្គាល់គោលវាហ្នឹងចូលដល់ចំណុចទី5គឺ option bar វានៅចន្លោះនេះខ្ញុំគូនេះវារៀងជ្រុលនេះចន្លោះនេះចន្លោះហ្នឹងគឺ option bar ពេលអ្នកទាំងអស់គ្នាគូទៅយើងនឹងយល់ហើយថានឹងបង្ហាញអីខ្លះនេះ option bar ឥឡូវខ្ញុំអត់ទាន់បញ្យល់ទេកុំឲ្យវារញ៉េរញ៉ៃច្រើនឲ្យអ្នកទាំងអស់គ្នាយល់ត្រួសសិននេះយើងនឹងលំអិតនៅបន្តទៀតចូលដល់ចំណុចទី6គឺ property ខ្ញុំគូវារៀងបាំងអញ្ចឹងខ្ញុំសូមអស់អានេះចេញបន្តិចនេះហើយខ្ញុំសូមមកនេះចេញតិចនេះ option មកកន្លែងនេះ
នៃ property គឺនៅត្រង់ចំណុចនេះនេះបងប្អូនមកទាំងអស់នេះគឺ property អូខ្ញុំសុំដូរពណ៌សិនខ្ញុំអាចលុបវាចេញសិនហើយខ្ញុំដូរពណ៌ដាក់ពណ៌នេះម្ដងនេះ property បងប្អូនឃើញនេះមកទាំងអស់នេះហ្នឹងគឺ property ព័ត៌មានមួយចំនួននៅក្នុងហ្នឹងទាំងអស់នេះអាហ្នឹងគឺលេខ 6នេះគឺ property ទាញឲ្យឆ្លាស់តិចកុំឲ្យបាំងនេះអូខេផុតពីលេខ 6 property ហ្នឹងមកចំណុចមួយទៀតក៏សំខាន់ដែរនិយាយទៅនៅក្នុងហ្នឹងចំណុចណាក៏សំខាន់ដែរគ្រាន់វាសំខាន់ដោយឡែកពីគ្នាអញ្ចឹងណាมันអាចខ្វះចំណុចណាមួយបានទេចំណុចទី 7 គឺ project browser ខ្ញុំសុំដាក់ពណ៌នេះបងប្អូនឃើញ project browser ហ៎ងាកទាំងអស់ហៅថា project browser វាចូលដល់ចំណុចទី 7 នេះហើយ project browser ហ្នឹងវាមានអីខាងក្នុងហ្នឹងមានជា default របស់វាមាន structural floor plan មាន floor plan មាន 3D មាន section មាន elevation មានអីចឹងមកមាន legend មាន schedule មាន sheet អីមកហើយបើយើងចង់បានអីផ្សេងទៀតយើងអ្នករៀបចំអ្នកកើតវាដោយខ្លួនឯងឯងចូលដល់ចំណុចទី 8 នោះគឺ view window នោះគឺនៅកណ្ដាលនេះបងប្អូនគឺនៅកណ្ដាលទាំងអស់នេះផ្ទាំងកណ្ដាលទាំងអស់ហ្នឹងហៅថា view window នេះខ្ញុំដាក់លេខ 8 ឲ្យបងប្អូនងាយយល់នេះអញ្ចឹងគឺយើងបង្ហាញនៅក្នុង view window នេះទាំងអស់តមកទៀតចូលដល់ចំណុចទី 9 ខ្ញុំសូមដាក់ពណ៌នេះវិញនេះគេហៅថានេះអានតិចនេះណាខ្ញុំសូមគូនេះតែម្ដងនេះអានេះហៅថា navigation បាទអាហ្នឹងមានតួនាទីធ្វើអីខ្លះយើងនឹងលម្អិតបន្តតាមក្រោយទៀតចូលដល់ចំណុចចុងក្រោយជាចំណុចកូនពៅនោះគឺ view control bar បងប្អូនមើលពីលើពីឆ្វេងពីស្ដាំអីយើងបានបង្ហាញអស់ហើយចឹងនៅកន្លែងណាយើងមិនទាន់បង្ហាញគឺនៅខាងក្រោមចឹងខ្ញុំសូមចុចអានេះមួយខ្ញុំយកពណ៌នេះសូមបិទអានេះវិញនេះទាំងអស់នេះទាំងអស់ហ្នឹងលេខអូខ្ញុំភ្លេចដាក់លេខ 8 នេះលេខ 9ហើយខ្ញុំសូមដូរនេះលេខ 10នេះលេខ 10 អញ្ចឹងលេខ 10 ហ្នឹងគឺចុងក្រោយគេហ្នឹងគឺ view control bar បងប្អូនឃើញ view control bar ហ្នឹងវាមានតាំងពី scale តាំង view hidden line ឬក៏អីនេះទាំងអស់ហ្នឹងមកជួរហ្នឹងមកបាត់បើកអីហ្នឹងតើទៅនឹង view ហ្នឹងអ្នកទាំងអស់គ្នាមើលទៅមានចម្ងល់អីអាច comment សួរខ្ញុំបានខ្ញុំនឹងបញ្យល់បន្ថែមហើយរឿងដំបូងអ្នកទាំងអស់គ្នាខំប្រឹងយល់តែប្រហែលចំណុច 10 ចំណុចហ្នឹងសិនទៅបានហើយអ្វីដែលមានលម្អិតមួយទៀតខ្ញុំនឹងបញ្ជាក់ជូននៅវីដេអូក្រោយទៀតហើយអ្នកទាំងអស់គ្នាសូមជួយsubscribe channel ខ្ញុំមួយផងដើម្បីទទួលបានវីដេអូថ្មីបន្តទៀតហ្នឹងហើយសូមអរគុណច្រើនអ្នកទាំងអស់គ្នាសូមជម្រាបលា